តទល់សម្ព័ន្ធដើម្បីប្រជាធិបតេយ្យដូចសិទ្ធិសេរីទាំងអស់គ្នាតែក្នុងកាយគំនិតរបស់ប្រជាមានតែបញ្ហាប្រពន្ធពីអត់អន់ណាលោកខំវាសនាប្រមុខគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានថ្លែងសង្កត់ធ្ងន់ថានៅក្នុងសង្គមខ្មែរបច្ចុប្បន្នគឺត្រូវការវះកាត់មួយជាដាច់ខាតដើម្បីព្យាបាលជំងឺសង្គមដ៏រ៉ាំរ៉ៃនេះមិនមែនត្រូវការថ្នាំព្យាបាលនោះទេហើយនៅពេលដែលគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានកាន់ការងារស្រុកទេសឲ្យតែរកឃើញមន្ត្រីរបស់រដ្ឋាភិបាលណាម្នាក់មានសន្តានខូចពីកំណើតគឺត្រូវតែវះកាត់ដកចេញជាបន្ទាន់តែម្ដងជាពិសេសពួកមន្ត្រីនៅក្នុងស្ថាប័នតុលាការសម្បូរណាស់ពួកដែលមានសន្តានខូចកែរឿងក្តីទៅតាមតែអំពើចិត្តរបស់ខ្លួនសទៅជាខ្មៅទៅជាសលើសពីនេះលោកខំវិសាបានហៅពួកសន្តានខូចទាំងនោះថាជាពួកចោរស្របច្បាប់ទៀតផងស្រុកខ្មែរវាត្រូវការវះកាត់ត្រូវការវះកាត់មកកបិតមុតណាស់បងប្អូនវះអត់មានដាក់ថ្នាំព្យាបាលអីទេគឺវះកាត់បងប្អូនវះកាត់តែយើងកាន់ការងារប្រទេសជាតិទៅបងប្អូនឲ្យតែរកឃើញថាជាសន្តានបងប្អូនស្គាល់សន្តានណាមាន់វាមិនអាចរស់នៅក្នុងទឹកជាមួយទាបានទេសន្តានមាន់សន្តានទាក៏វាមិនអាចរស់នៅលើទ្រើងបានដែរឲ្យតែរកឃើញជាសន្តានថាហើយវាខូចជាសន្តានគឺថាដកចោលហ្មងបងប្អូនដកចោលហ្មងត្រូវរកវិធីដកហ្មងបងប្អូនជាពិសេសពួកតុលាការនេះបងប្អូនសម្បូរណាស់អាខូចជាសន្តានវាមិនអាចដើរក្នុងផ្លូវត្រឹមត្រូវបានទេពីព្រោះសន្តានបងប្អូនសន្តានទៅជាខ្មៅទៅជាសដល់លប់តលិនចោលស្របច្បាប់បងប្អូនអាណារស់កើតវាហួសហេតុបងប្អូនហួសហេតុហើយបើថាដកមួយចេញទៅខ្លាចបាត់ស្លឹកឆ្នោតអាហ្នឹងអត់ហ៊ានវះកាត់អាហ្នឹងមើលតែលោកនាយករដ្ឋមន្ត្រីយើងមើលថ្ងៃមុនតដកស្អីណាប្រធានមន្ត្រីអប់រំប្រធានមន្ត្រីសុខាភិបាលរាជធានីភ្នំពេញឃើញលោថាដកចឹងទៅបានស្លឹកឆ្នោតឯណាគាត់គេគ្រប់គ្រងដល់ពេលមានគេឲ្យយោបល់គាត់ទៅអូយមន្ត្រីសុខាភិបាលនេះគេធ្វើត្រូវហើយបើតាណាជាតដកគេអញ្ចឹងមន្ត្រីដែលល្អលែងហ៊ានអនុវត្តច្បាប់ហើយគាត់មើលទៅដោយមិនស្រួលយកមកដាក់វិញឃើញទេថាអត់ហ៊ានវះកាត់បងប្អូនអត់ហ៊ានវះកាត់មុនដំបូងផងដាក់កន្លែងផ្សេងដល់ពេលគេថាដាក់កន្លែងផ្សេងក៏មិនកើតដែរវាហាក់បីដូចជាបំបាក់ទឹកចិត្តមន្ត្រីដែលល្អអនុវត្តច្បាប់យកមកដាក់កន្លែងដែលវិញហើយគេថាមកចឹងនយោបាយឈ្នះខាង ABC ក៏ឈ្នះខាងនេះក៏ឈ្នះបងប្អូនអើយគ្មានអីក្រៅពីមិនឈ្នះខ្លួនឯងទេបងប្អូនបើឈ្នះខ្លួនយើងកុំរវល់រឿងខ្លួនយើងកើតមកដោយមនុស្សយន្តនឹងចាក់ប្រសាំងអញបានណាបើថាដោតភ្លើងអញសាកបានណាមួយថ្ងៃបាយតែ3ពេលបានណាទុកអញធ្វើការអាណាស្អប់ស្លាញ់ទុកម្ដុំវះកាត់មកបងប្អូននិយាយពីគ្រឿងញៀនឥឡូវចូលដល់វត្តទៅហើយបងប្អូនគ្រឿងញៀនចូលដល់វត្តលោកសំជួញគ្រឿងញៀនអស់ចាជាងនឹងទៅទៀតបងប្អូនគុកដាក់គ្រឿងញៀនគុកដាក់អ្នកទោសគ្រឿងញៀនបងប្អូនលក់គ្រឿងញៀននៅក្នុងទៀតលក់គ្រឿងញៀនអាយយអញគ្រាន់តែស្ដាប់ឮអញបាសក់កន្លែងបក្រាបគ្រឿងញៀនលក់គ្រឿងញៀនបងប្អូនណាដល់ថ្នាក់នឹងហើយបងប្អូនពិចារណាមើលរឿងអីដែលមិនត្រូវការវះកាត់បងប្អូនគ្រូបង្រៀនច្រើនណាស់បងប្អូនណាអត់មានមនសិការក្នុងការអប់រំសិស្សបើសិនណាជាបងប្អូនកាន់ការងារប្រទេសជាតិបងប្អូនទុកគ្រូបង្រៀនរបៀបហ្នឹងចាទុកគ្រូបង្រៀនរបៀបហ្នឹងសួរតើកូនសិស្សដែលបណ្ដុះបណ្ដាលឲ្យគ្រូបង្រៀនរបៀបហ្នឹងតើវាទៅជាស្អីអញ្ចឹងបានថាស្រុកខ្មែរវាត្រូវការវះកាត់បងប្អូនវះកាត់ថាយើងឈ្នះឆ្នោតបងប្អូនថាវះកាត់ហ្មងស្មាតោចង់បង្កើតតឡាការពិសេសសម្រាប់ស្ថានភាពពិសេសដោយស្រុកខ្មែរមនុស្សដែលយើងទុកចិត្តថាមនុស្សល្អបងប្អូនទុកចិត្តថាមនុស្សនោះវាត្រឹមត្រូវរមកយើងស្គាល់ច្បាស់ណាស់ហ្នឹងថាមនុស្សវាល្អវាត្រឹមត្រូវបង្កើតច្បាប់ពិសេស10 20នាក់ហ្នឹងបាញ់ណាចោលក៏បានស្រុកខ្មែរឲ្យតែ10នាក់ថាបាញ់ដល់ថ្នាក់ហ្នឹងហ្មងពួកអីដើម្បីបង្ក្រាបបំធ្វើចឹងវាទៅរួចទៅមិនរួចទេបងប្អូនមើលហ្វីលីពីនមើលវាតតែត្រូវប្រើកណ្ដាប់ដៃក្នុង
ស្ថានភាពជាក់ស្ដែងបកទេនឹងយើងត្រូវធ្វើចុះណាខ្ញុំកំពុងអត់ដេកគិតថាតើត្រូវមានច្បាប់ស្អីដែលពិសេសប៉ុន្តែវាមិនមែនអនុម័តឲ្យយើងណាវាអនុម័តដោយរដ្ឋសភាឧបមាថាយើងបង្កើតមកហ្មងយើងដឹងថាមនុស្សនឹងត្រឹមត្រូវតែមនុស្សនឹងដូច្នេះត្រូវដាក់ហ្មង50នាក់ឬ100នាក់ហ្នឹងហើយចង់បាញ់ណាក៏បានដែរស្រុកខ្មែរដាក់ពេលព្រោះយើងទុកចិត្តមនុស្សហ្នឹងហ្មងដាក់អស់តែ100នាក់បងប្អូនក្រាបមកហួសហេតុមនុស្សឈាមថោករបៀបខោសខុនអីបងប្អូនចាណាមើលហើយមកកាន់ក្នុងស្ថាប័នបើពុទ្ធសាសនាស្ថាប័នដែលត្រូវបានគេគោរពអស្ចារ្យប៉ុណ្ណាបងប្អូនការថ្លែងបែបនេះធ្វើឡើងចំពោះមុខព្រះសង្ឃសមាជិកនិងអ្នកគាំទ្រគណៈបកប្រមាណជាង300នាក់ដែលបានប្រារព្ធធ្វើនីតិស្នាក់ការគណៈបកប្រចាំខេត្តសៀមរាបស្ថិតនៅភូមិតាវៀនសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាបកាលពីព្រឹកថ្ងៃអាទិត្យទី28សីហានេះដោយមនោសញ្ចេតនាស្រណោះទឹកដីស្រណោះកូនចៅក្មេងៗចំនួនក្រោយប្រមុខគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោកខឹមវាសនាបានបង្ហាញអារម្មណ៍បដូរផ្ដាច់ចំពោះការបោះសម្អាតសង្គមឲ្យបានស្អាតស្អំទុកជាកាដូមួយសម្រាប់ជាតិសាសន៍របស់យើងមុននឹងលោកលាចាកផែនដីនេះទៅបើទោះបីឈាមរបស់លោកត្រូវហូរពាសពេញផ្ទៃផែនដីក៏ដោយក៏លោកត្រូវតែបដូរឲ្យបាននៅសង្គមថ្លៃថ្នូរទុកសម្រាប់កូនចៅចំនួនក្រោយរបស់ពួកយើងបងប្អូនខ្ញុំអត់មានអីទេជីវិតតែមួយផ្កិលម៉ែឪក៏អត់មានប្រពន្ធកូនក៏អត់មានដែរធ្វើឲ្យស្អាតមុននឹងខ្ញុំស្លាប់ទុកជាកាដូជូនជនរំឈាមចំនួនក្រោយរបស់យើងមើលមុខប្រជាប្រដ្ឋខ្ញុំបងប្អូនជាពិសេសគឺមើលទៅកាន់កូនក្មេងបងប្អូនសំណោះណាស់បងប្អូនសំណោះណាស់ពីព្រោះវាមិនមែនជាអ្នកកើតមកទេវាមិនមែនជាអ្នកសុំកើតមកទេយើងអ្នកបង្កើតវាពេលមើលទៅវាបងប្អូនណាសុំបីតែបងប្អូនសុំបីតែកូនរបស់បងប្អូនអោបនៅដៃមិនមែនកូនខ្ញុំណាបងប្អូនតែម្នាក់សកាជាមនុស្សប្រាប់ខ្ញុំថាអញគឺជាជីតាវាអញមិនធ្វើអត់មានអាណាធ្វើទេបើអញតែដេកភ្លាមអត់មានពីណាធ្វើភ្លាមខ្ញុំយល់ថាថៃបតកូនរបស់បងប្អូនតែជាការទទួលខុសត្រូវរបស់ខ្ញុំអ្នកមានរក្សាខ្សត់ដោយសម្ពុតគាត់ពីក្រៅអ្នកប្រាជ្ញរក្សាក្លៅដោយសំពៅនៅសំប៉ានខ្ញុំឃើញកូនក្មេងខ្ញុំថាកូនណាកូនទោះបីឈាមអ៊ំឈាមពូឈាមប៉ាឈាមតាក្រាលពេញផែនដីក៏ដោយកូនក៏ពេញចិត្តដែរដើម្បីបង្កើតសង្គមថ្លៃថ្នូរឲ្យពួកកូនដើម្បីរស់នៅឈឺចិត្តណាស់បងប្អូនឈឺចិត្តណាស់រស់មិនបានទេសទៅជាខ្មៅទៅជាសបងប្អូនរស់មិនកើតទេមិនបានយើងរស់ស្រួលហើយយើងចង់ទៅដើមអំណាចពីគេឯណាយើងសួរទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតើសង្គមរបស់គាត់ហ្នឹងវាអាចយុត្តិធម៌ប៉ុណ្ណាហើយសួរថាតើយើងទៅរកយុត្តិធម៌នៅទីណាបងប្អូនម្ចាស់ណាតើយើងទៅរកយុត្តិធម៌នៅទីណាវាអត់មានកន្លែងដែលយើងរកយុត្តិធម៌អាត្រង់ហ្នឹងដែលត្រូវតែធ្វើនយោបាយតើមិនឲ្យយើងធ្វើនយោបាយដើម្បីឲ្យមានយុត្តិធម៌តើត្រូវធ្វើម៉េចបើសង្គមនៅវាមានយុត្តិធម៌ហើយគឺអូខេតែវាអត់គាត់ដែលដឹងអត់នៅតាមប្រព័ន្ធតុលាការសទៅជាក្បាលទៅជាសបើគ្មានលុយគឺមិនអាចឈ្នះបានទេទោះបីយើងត្រឹមតែក៏ដោយវាឲ្យយើងចាញ់រស់កើតអត់រឿងហ្នឹងជារឿងពិតគាត់ត្រូវតែទទួលយកការពិតបើគាត់អត់ទទួលយកការពិតទេសួរថាតើទៅដោះស្រាយបញ្ហាយ៉ាងម៉េចឲ្យយើងរងអំពើអយុត្តិធម៌រួចហើយមិនឲ្យយើងស្រែករងយុត្តិធម៌គាត់មិនដោះស្រាយឲ្យរឿងអីនេះយើងមិនត្រូវធ្វើនយោបាយបងប្អូនយ៉ាងណាមើលវាត្រូវតែធ្វើនយោបាយដោយជាមិនផុតសុខខ្មែរមិនមែនរឿងរំជាតិទេណាបងប្អូនគឺជារឿងដែលត្រូវការវះកាត់បងប្អូនបើយើងកាន់ការងារប្រទេសជាតិបងប្អូនខ្ញុំថាវះគ្រប់ស្ថាប័នទាំងអស់ខ្ញុំមិនអោយពួកអាសភាវៈអាក្រក់ណាមួយមកចូលក្នុងតំណែងតួនាទីរបស់រដ្ឋឡើយអត់ឲ្យមួយក៏អត់សោះបងប្អូនអត់សោះយើងមានបច្ចេកទេសក្នុងការតាមដានយើងមានពួកដែលមានធម៌ភាពជាមនុស្សល្អដាក់ហែងតែ4-10នាក់ចូលក្នុងស្ថាប័នហ្នឹងដឹងច្បាស់ណាស់ថាអាណាខូចអាណាបកាយអែបអបមេអានេះមានក្នុងចិត្តតែវាអត់ហ៊ានចេញផិនមកខាងក្រៅកិច្ចមិនរួចទេសម្រាប់តទៅអស់រកមើលបុគ្គលដែលមានសម្ដានចង់បម្រើមនុស្សទើបឲ្យកាន់ការងារប្រទេសជាតិជាពិសេសគឺស្ថាប័ននយោបាយជំរះទៅអស់បងប្អូនកសាងអង្គរឡើងវិញឲ្យคล้ายទៅជាពូជថ្លៃធ្នូសមជាម្ចាស់អង្គរពិតប្រាកដបងប្អូន
ខ្ញុំយល់ថានៅក្នុងពេលបច្ចុប្បន្ននេះគ្មានរឿងអីបញ្ញត្តិគ្មានរឿងអីសំខាន់ជាងរឿងធ្វើប្រទេសជាតិឲ្យកូនចៅយើងនេះអាខ្លះគេថាអូខ្ញុំក្រឡាយរវល់រស់ស៊ីថាអត់សំខាន់ទេមិនសំខាន់ស្មើនឹងរឿងធ្វើប្រទេសជាតិរបស់យើងឲ្យទៅជាប្រទេសថ្លៃថ្នូរបងប្អូនតែធ្វើមកគេមើលងាយមិនធ្វើជាតិសាសន៍របស់យើងអាជាតិសាសន៍ក្រក៏មើលងាយយើងអាជាតិសាសន៍មានក៏មើលងាយយើងបងប្អូនទៅអាមេរិកអូស្ត្រាលីកាណាដាទៅ100នាក់មិនទាន់ជាប់មួយផងប៉ាសពតគេឲ្យយើងបង់លុយយើង100 200បង់រួចសម្ភារ100នាក់មិនទាន់ជាប់មួយផងគេមើលងាយដូចឆ្កែដូចច្បាស់ពេលគេឲ្យយើងធ្លាក់គេមិនដែលប្រាប់ពីមូលហេតុតែយើងតបគេហៅប៉ូលីសអូសយើងចេញវាថោកទៀតប៉ុណ្ណាបងប្អូនហើយរឿងអស់នេះអាណាធ្វើឲ្យយើងបានបើយើងមិនធ្វើទាំងអស់គ្នាតើអាណាធ្វើបានបងប្អូនណាអាគេឲ្យវាមិនសប្បាយដូចយើងបានធ្វើដល់ខ្លួនយើងទេរបស់ដែលយើងបានដោយខ្លួនយើងបានជាថ្លៃថ្នូរថ្ងៃក្រោយមកយើងកូនចៅយើងកាន់ប៉ាសពតមួយយ៉ាងថ្លៃថ្នូរដោយសិង្ហបុរីទៅបងប្អូនអាមេរិកលោកខំវាសនាប្រមុខចលនាបដិវត្តផ្នែកគំនិតដំបូងគេបង្អស់នៅកម្ពុជាបានធ្វើបច្ចុប្បន្នភាពចំពោះយុទ្ធនាការប្រឆាំងបកគលពីលហោសខុនលោកបានដាក់ចេញជាចំណាត់ការចំនួន3ទី1វិធានការផ្លូវច្បាប់យើងត្រូវតែប្តឹងបកគលពីរូបនេះទៅកាន់តុលាការជាដាច់ខាតទី2គណៈបកនឹងសរសេរលិខិតទៅកាន់ស្ថាប័ន3ទៀតគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រសួងមហាផ្ទៃនិងក្រសួងធម្មការនិងសាសនាពីខ្ញុំជ័យឧត្តមធ្វើសេចក្តីរាយការណ៍ពីទីស្នាក់ការប្រចាំខេត្តសៀមរាបនិយាយពីប្រសងទូទាំងប្រទេសខ្មែរទោះបីជាពេញចិត្តសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឬមិនពេញចិត្តក្តៅដល់កម្រិតណាក៏ដោយបងប្អូនក្តៅដល់កម្រិតណាក៏ដោយសុកចិត្តចូលអាងទឹកឲ្យវាត្រជាក់ហុយក្នុងអាងទឹកអត់ហ៊ានបើហើនចេញមកទេមានតែអាពេលនេះមួយភ្លើចុយតម្រាយភ្លើអានេះរូបក៏អាក្រក់ល្ងងក៏ល្ងងខូចក៏ខូចអាកន្ទឿអាចញុកនេះអាចចូលលំបយកអញថាមិនចង់ជាលក់ទេគីឡូហែងនេះវាមិនត្រូវ1គីឡូអញទៅសោះគីឡូជន់បដិវត្តដាក់ទៅអង្គើស្រុកខ្មែរគីឡូចៅអធិការវត្តអីមួយប៉ុន្តែវាបើហើនពេកទេបងប្អូនវាហួសហេតុអញ្ចឹងវិធានការផ្លូវច្បាប់ត្រូវតែលេងមួយអាពីលមួយហ្នឹងហើយប្តឹងណាបងប្អូនប្តឹងដាច់ខាតត្រូវតែប្តឹងរឿងហៅសខុនមួយជាបំផុតទេត្រូវតែប្តឹងវានិយាយមកហ្នឹងនិយាយបើភ្លើអត់ដឹងអីទាំងអស់ហ្មងនៅតែក្នុងវត្តគ្មានរៀនច្បាប់រៀនទម្លាប់អីភ្លើ10គត់អាចុយម្លាយនិយាយយ៉ាប់អានេះហួសហេតុបងប្អូនហួសហេតុដឹងវានិយាយថាម៉េចទេវាថាប្រសងនៅវត្តពោវាលហ្នឹងចុះហត្ថលេខារួចហើយថាឈប់ចូលរួមជាមួយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឥឡូវមកចូលរួមទៀតអញ្ចឹងនឹងប្រឈមមុខជាមួយនឹងវិធានការចាប់ផ្សឹកពីអាពីលនេះខូចក៏ខូចល្ងងក៏ល្ងងហើយភ្លើទេអីហើយមើលច្បាប់កិច្ចសន្យានៅកិច្ចសន្យាណាដែលធ្វើឡើងតាមការគម្រាមកំហែងណាគម្រាមកំហែងសង្កត់សង្កិនជិះជាន់កិច្ចសន្យាណាដែលខូចប្រយោជន៍តាមម្ខាងបានប្រយោជន៍ទៅតែម្ខាងខូចប្រយោជន៍ម្ខាងរួចហើយបានប្រយោជន៍តែម្ខាងកិច្ចសន្យានឹងចាត់ទុកជាមោឃៈកិច្ចសន្យាបង្ខិតបង្ខំបានប្រយោជន៍ទៅតែមួយជាហៀងរួចខូចប្រយោជន៍មួយជាហៀងទៀតកិច្ចសន្យានឹងចាត់ទុកជាមោឃៈហើយចុះអាមោឃហ្នឹងក៏វាមិនដឹងខ្យល់អីចុះមកចាត់បង្ខំគេធ្វើកិច្ចសន្យានេះអានេះបើហើននេះក៏បើហើនម៉េចងាប់អត់ទាន់ស្គាល់សម្ព័ន្ធអានេះបើហើនហួសហេតុអញ្ចឹងប្តឹងហៅសខុនមួយគឺកិច្ចមិនរួចទេរឿងផ្សេងទៀតអ្នកផ្សេងទៀតអានឹងពិចារណាប៉ុន្តែហៅសខុនមួយកិច្ចមិនរួចទេដាច់ខាតត្រូវតែទៅជួបគ្នានៅតុលាការនឹងឯងពីព្រោះគឺជាជំរឿតែមួយគត់ដែលយើងមានវារុញយើងបើត្រឹមតែវាវាយបហាយើងតាមរយោបងប្អូនខ្ញុំឲ្យវាវាយទៅវាប្រឆាំងជាមួយការពិតបងប្អូនចុងក្រោយបំផុតគុំតាលាយពលធွာងាប់ឲ្យកំបែករែងអញ្ចឹងនេះងាប់ស្មាតទោសហើយក្បាលហែងណាបុកយកអាធិធឆ្លាតហ្នឹងក្បាលហ្នឹងមកលៀនក្បាលណាបុកបញ្ចូលគ្នាណាមិនបានមកកោសេការក្បាលអញទេពលធွာរយៈកំផែលនឹងស្អីតិចផងមេរៀនរបស់ប្រពុតជ្រៅម៉ែអត់ជ្រៅស្រុកខ្មែរកំរណាស់អ្នកយល់ធម៌ប្រពុតត្រូវ
ហើយចុះអាសំគីឯងអា10បានមកយួររបានតាមចើមខ្នល់ណាចង់តឡើងគីឡូហើយច្រឡំតាមឈ្មោះហ៎ឈ្មោះខុនឯងច្រឡំតាមស្មាស្ដាច់ខុនហ្នឹងតាមបត្រីបោះតាមសំគីគេរុញឲ្យហែងទុកឲ្យគេស៊ីđóគីឡូហែងក៏វាយ៉ាប់ណាទី1ខុន1គិចមិនរួចទេត្រូវតែផ្ដឹងណាទី2យើងនឹងទៅសេលិខិតទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅក្រសួងធម្មការនិងក្រសួងមហាផ្ទៃសួរថាបើយើងជួបរឿងអញ្ចឹងឲ្យយើងទៅណាឥឡូវនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រសួងមហាផ្ទៃក្រសួងធម្មការក៏គេគិតថាយើងវាមិនហួសហេតុដែរពីព្រោះគេធ្វើបាបយើងឲ្យយើងទៅណាយើងត្រូវទៅសួរចឹងហើយពួកអំណាចប្រមូលដុំព្រមលើគាត់ទៅសួរគាត់